ទូស្ដីអ្នកទាំងអស់គ្នាជួយជាមួយនឹងអាមានសារជាថ្មីម្ដងទៀតតែមុននឹងចូលសេរីរបស់យើងឲ្យមានក៏សូមប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាសម្រាប់រឿងបរិះកម្ពុជាការរបស់យើងហ្នឹងវីដេអូរបស់គេគឺ error មិនអាចមើលកាត់នោះទេបើអ្នកទាំងអស់គ្នាមានវិធីសាស្ត្រណាអាចមើលកាត់អាចប្រាប់មកកាន់ admin ផងហើយចំពោះរឿងកម្ពុជាអ្នកខ្លះនៅក្នុងដែនថាពលវិញគឺក្រុមហ៊ុនរបស់គេឈប់ចេញតឲ្យបានត្រឹមតែភាគប៉ុណ្្នឹងឯងទាំងនេះគ្រាន់តែជាការស្មានរបស់ admin នោះទេក៏ព្រោះថា admin មើលក្នុង website គេអត់ទាន់ចេញភាគតទៀតទេអញ្ចឹងហើយបើអ្នកទាំងអស់គ្នាបានដឹងថា website មួយណាបានផលរឿងមួយនេះតសូម comment នៅខាងក្រោមវីដេអូប្រាប់មកកាន់ admin ផងចំណែករឿងផ្សេងទៀតវិញ admin នឹងធ្វើបន្តប៉ុន្តែមិនដឹងថាធ្វើពេលណានោះទេក៏ព្រោះថាពេលនេះទូរស័ព្ទរបស់ admin នឹងវាចង់តែ error ដែរហើយដោយសារតែរឿងទាំងអស់នោះវាមានតែនៅក្នុង website វាអត់មាននៅក្នុង YouTube នោះទេបើមាននៅក្នុង YouTube ក៏វាអត់មាន subtitle ផងដែរបើសិន admin record ធ្វើជាវីដេអូវាអាចទៅរួចប៉ុន្តែទូរស័ព្ទរបស់ admin នឹងប្រហែលជាទៅបាក់លុយមុន admin ទៅហើយក៏ព្រោះថារងថ្ងៃនេះគឺប្រើតែទូរស័ព្ទមួយនោះទេគ្មានអីប្រើដូចជាគេឡើយហើយជាពិសេសវាមាន memory ត្រឹមតែ 64GB នោះទេមិនអាចផ្ទុកបានច្រើនឡើយដូច្នេះហើយសូមអ្នកខ្លះទាំងអស់គ្នាយល់នឹងអាចជាស្រ័យផងហើយកុំឲ្យខាតពេលវេលាយូរឲ្យយើងចូលសេរីរបស់យើងដែរជាភាពបន្តតែម្ដងទៅប្រាំនៃសេរីរឿងអាគេដែលពួកគេកំពុងតែប្រយុទ្ធគ្នាក៏បានផ្ទុះឡើងធ្វើឲ្យមហាជនទាំងអស់គ្នានឹងមានការភ័យស្លន់ស្លោយ៉ាងខ្លាំងដែលសភាពនៅក្នុងទីក្រុងវាពិតជារញ៉េរញ៉ៃចៃលីក៏ប្រាប់ថាពុះភ្លន់របស់នឹងវាប្រហាទៅកាន់ចូលណាតកម្បាំម្នាក់នោះចំណែកលោកប៉ាវិញក៏មិនធម្មតាផងដែរប្រាប់ថាពួកសមររបស់ខ្លួនវាប្រហាទៅកាន់ចូលណាតកម្បាំម្នាក់នោះព្រមតែប្រាប់ឲ្យលីនឹងចាប់វាប្រហាភ្លាមទៅឃើញអាកោល្អបែបនេះចៃលីក៏ប្រាប់អណ្ដាប់ភ្លើងបំផ្លាញថនស៊ូវាប្រហាទៅយកតែម្ដងទីកន្លែងមួយនោះក៏បានផ្ទុះទាំងប៉ុន្តែនាងក៏ព្យាបាលឲ្យថាតើគេអាចគេខ្លួនអត់ដោយរបៀបណាស្រាប់តែពេលនោះជនដ៏អានក្បាំងក៏ផ្លាស់ទីមកខាងក្រៅក្នុងរបៀងភ្លាមព្រោះពួកគេក៏ព្យាបាលប៉ុន្តែឆេនស៊ីឡាងក៏មកដល់ទាន់ពេលវេលាឬក៏និយាយទៅថាយើងមិនឆ្ងល់ថាឯងគឺជានរណានោះទេហ៊ានតែប៉ះមាត់របស់យើងជីវិតរបស់ឯងប្រកបជាខ្សែជនដ៏អានក្បាំងដូចជាដឹងអ្វីមួយរួចហើយគេក៏បានលេបបាត់ទៅលីក៏សួរថាស៊ីឡាងតើវាមានអ្វីកើតឡើងហើយតើឯងបាត់ខ្លួនទៅណាគាត់ក៏តបថាខ្ញុំមិនអាចប្រាប់ទៅកាន់អ្នកទាំងអស់គ្នាពេលនេះបានទេយើងគួរតែត្រឡប់ទៅវិញឲ្យបានលឿនទៅក៏ព្រោះថាលោកតាក៏គួរតែមានបញ្ហាដែរចំណែកលោកតាវូវិញគាត់កំពុងតែស្វែងយល់អំពីថាពលនៃភាពវរបើសិនបើឆិនស៊ីឡាងប្រតិអាចស្វែងយល់អំពីថាពលនៃភាពវរនេះបានខ្ញុំខ្លាចថាព្រះនិងពួកអារ្យនឹងចូលមកពិភពលោកសាជាថ្មីម្ដងទៀតហើយនៅពេលនោះអ្វីគ្រប់យ៉ាងនឹងធ្លាក់ចូលនៅក្នុងភាពងងឹតគ្មានទីបញ្ចប់នោះទេដូច្នេះវាមានតែអ្នកដែលមានអំណាចនៃថាពលនៃភាពវរប៉ុណ្ណោះទើបអាចជួយសង្គ្រោះពិភពលោកនេះបានស្រាប់តែពេលនោះពួកគេទាំង3នាក់ក៏ដើរជើងមកពលលោកតាក៏ឆ្ងល់ហើយដែលបញ្ជាពួកឯងមកលឿនខ្លាំងម្ល៉េះតែបន្ទាប់ពីស្ដាប់រឿងរ៉ាវទាំងអស់នោះគាត់ក៏ខឹងខ្លាំងមែនទែនយ៉ាងម៉េចគេពិតជាបានវាប្រហារទៅកាន់ពួកឯងលីក៏សួរថាតើលោកតាស្គាល់ពួកគេមែនទេលោកតាក៏ប្រាប់ទៅថាបរិះដែលពួកឯងបានជួបនោះគេគឺជាពុទ្ធិចារដ៏អស្ចារ្យដែលការពារទីក្រុងហើយគេគួរតែគ្រូវិទ្យាមន្តស្រមោលលើបែបនេះលោកប៉ានក៏សួរថាចោហេតុអីបានជាពួកគេវាមហាមកកាន់យើងលោកតាក៏ប្រាប់ថាស៊ីខឺសឺលូសៀវនិងសាវជាពួកគេត្រូវបានគេទទួលស្គាល់ថាជាគ្រូវិទ្យាដ៏ខ្លាំងបំផុតនៅក្នុងទ្វីបអូឡាស៊ីហើយពួកគេក៏ជាអ្នកដែលមកដល់ទីនេះមុនគេផងដែរនៅពេលនេះពួកបិសាចនៅក្នុងវិស័យណាតយាក៏ចាប់ផ្ដើមបើកការវិបហាមកកាន់ពួកមនុស្សមិនត្រឹមតែប្រយុទ្ធគ្នាជាមួយនឹងពួកបិសាចប៉ុណ្ណោះទេក៏ប៉ុន្តែពួកគេក៏សម្លាប់មនុស្សខ្លួនឯងដើម្បីអាហារផងដែរនៅពេលដែលសង្ឃឹមធ្លាក់ដល់សូនពុទ្ធចាបូរូក៏ក្រោកឈរឡើងហើយគាត់ក៏បានមករៀនឲ្យមនុស្សចេះធ្វើស្រែចម្ការដាំដុះបន្លែប្រឡូកផ្សេងព្រមទាំងបង្កើតនៅប្រព័ន្ធរដ្ឋាភិបាលពេញលេញហើយគំនិតដែលយើងដែលចង់ចាកចេញអំពីទីកន្លែងមួយនេះវាគឺជាគំនិតដ៏ខុសច្បាប់មួយនៅក្នុងទីក្រុងប្រសិនបើសត្វចំណាយទាំងអស់នោះពួកវាខឹងនៅទីក្រុងមួយនេះនឹងត្រូវបំផ្លាញឆានស៊ីឡាងក៏តបថាខ្ញុំដឹងថាអ្វីទៅគឺជាសន្តិភាពក៏ប៉ុន្តែសន្តិភាពដែលកើតចេញអំពីការលះបង់មនុស្សនោះតើវាស័ក្តិសមជាសន្តិភាពដែរឬទេលោកប៉ានក៏ឆ្ងល់ហើយថាឆានស៊ីឡាងតើឯងកំពុងតែនិយាយអ្វីឆិនស៊ីឡាងក៏ប្រាប់ទៅថាគេព្រមព្រៀងដែលពួកគេមានចំពោះវិស័យនេះវាគឺជាការលះបង់មនុស្សទៅឲ្យពួកគេជាចំណីលោកតាវូអ្នកគួរតែដឹងហើយតែហេតុអីបានជាអ្នកនៅតែមិនឈប់ពួកគេតើអ្នកដោយមនុស្សទាំងអស់នោះមែនដែរឬទេលីក៏ប្រកាសថាលោកតាមិនមែនជាមនុស្សប្រភេទនោះទេគាត់គឺជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំង12លោកតាវូក៏និយាយកើតពិតមែនហើយឆិនស៊ីឡាងនិយាយត្រូវយើងពិតជាមកដឹងអំពីរឿងនោះមែនឆិនស៊ីឡាងបើមកខាងគឺជាគ្រួសារដែលយើងមិនអាចបោះបង់ចោលបានចំណែកឯមកខាងទៀតគឺជាសន្តិភាពសម្រាប់មនុស្សគ្រប់គ្នាឯងគួរជ្រើសរើសមួយណាចម្លើយស្ទើរតែ 99% ទៅហើយដែលពួកគេជ្រើសរើសការពីគ្រួសារក៏ព្រោះថាមានតែគ្រួសារនោះទេទើបមានតម្លៃដែលមិនអាចកាត់ថ្លៃបានហើយក៏គ្មានណាម្នាក់ដែលបោះបង់គ្រួសាររបស់គេចោលទៅជួយអ្នកដទៃឡើយដោយសារតែពេលនោះពួកគេបានគម្រាមកំហែងទៅកាន់អាយុជីវិតលីព្រមទាំងលូប៉ានបើយើងនៅតែបន្តប្រយុទ្ធដើម្បីសន្តិភាពទៀតយើងខ្លាចថាលីនិងលូប៉ានពួកគេប្រហែលជាស្លាប់បាត់ទៅហើយបើពួកគេទាំងពីរនាក់បានបាត់បង់ជីវិតនោះយើងពិតជាមិនអាចអត់ទោសឲ្យខ្លួនឯងបានឡើយក៏ព្រោះថាពួកគេគឺជា
ចំណុចសំខាន់នៃជីវិតរបស់យើងដូច្នេះហើយយើងមានតែសម្រាប់សម្រួលនោះទេតែបើពេលនោះយើងគ្មានអ្នកដែលត្រូវការពារទេយើងនឹងមិនអនុញ្ញាតឲ្យរឿងមួយនេះកើតឡើងឡើយបើទោះបីជាត្រូវបាត់បង់ជីវិតយើងវូពូពេញមិនមែនជាមនុស្សកំសាន្តដែលខ្លាចស្លាប់នោះទេចាន់ស៊ីឡាងក៏លើកយកហេតុផលថាបើសិនមកពេលនោះអ្នកមានកម្លាំងខ្លាំងគ្រប់គ្រាន់នោះកុំថាឡើយគ្រួសារក៏សូម្បីតែមនុស្សជុំវិញខ្លួនក៏អ្នកអាចការពារទៅកាន់ពួកគេបានដែរលោកតាវូខ្ញុំបានដឹងហើយថាអ្នកមិនអាចយកឈ្នះទៅកាន់ពួកគេបាននោះទេហើយអ្នកក៏មិនអាចការពារទៅកាន់លោកប៉ានិងលីលីបានដែរដូច្នេះអ្នកគឺមានតែសម្រាប់ស្រួលប៉ុណ្ណោះលោកប៉ាក៏សួរទាំងខឹងថាចាន់ស៊ីឡាងឯងកំពុងតែនិយាយអ្វីឯងចង់មើងងាយលោកតាមែនទេលីលីក៏បន្តថាចាន់ស៊ីឡាងមកទោះបីជាឯងគឺជាព្រះក៏ដោយក៏ប៉ុន្តែនៅតែមានព្រះដែលមានថាពោខ្លាំងជាងឯងទៀតចាន់ស៊ីឡាងក៏បន្ថែមថាចុះបើពេលនោះជំរើសគឺមានតែលីលីនិងលោកប៉ាម្នាក់ក្នុងចំណោមពួកគេត្រូវតែស្លាប់តែអ្នកជ្រើសរើសមួយណាលើបែបនេះលោកតាវើបានត្រឹមតែដល់ដង្ហើមធំចាន់ស៊ីឡាងក៏បន្តថានេះហើយក៏ជាអ្វីដែលខ្ញុំបានកើតគឺមានតែយើងខ្លាំងគ្រប់គ្រាន់នោះទេទើបយើងអាចការពារទៅកាន់មនុស្សជុំវិញខ្លួនបានតែខ្ញុំក៏សុំទោសទៅកាន់អ្នកផងដែរដែលនិយាយបែបនេះលោកតាវូក៏ថាស៊ីឡាងឯងមិនចាំឲ្យសុំទោសយើងទេក៏ព្រោះថាការនិយាយរបស់ឯងទាំងអស់សឹងតែជាការពិតហើយមានតែការមកដល់របស់ឯងនោះទេទើបយើងមានសង្ឃឹមក្នុងការចាក់ចេញពីទីនេះលីលីលោកបានពួកឯងទាំងពីរនាក់បានធំឡើងហើយក៏គួរតែដឹងអំពីការពិតផងដែរប្រសិនបើពួកឯងមិនចង់ប្រថុយទេគួរស្នាក់នៅទីនេះទៅលីលីក៏ថាលោកតាទៅទីណាក៏ដោយក៏នាងនឹងទៅជាមួយនឹងតាផងដែរចំណែកលោកប៉ាវិញក៏ថាខ្ញុំក៏ជាអ្នកដែលចង់ការពារលីលីទៅណាខ្ញុំក៏ទៅនោះដែរចាន់ស៊ីឡាងក៏លើកឡើងថាលោកតាវូឥឡូវនេះវាដល់ពេលហើយក្នុងការឲ្យយើងផ្លាស់ប្ដូរទម្លាប់ចាស់ហើយស្វែងរកសេរីភាពដល់មនុស្សទាំងអស់គ្នាវេទិចាវូក៏លើកឡើងថាបើសិនបើឯងចង់ចាកចេញពីទីនេះពួកឯងក៏គួរតែចាប់ការទៅកម្មពុទ្ធចាកំពូលទាំង4នៃទីក្រុងមួយនេះជាមុនសិនហើយហិចខេគឺជាអ្នកលេងវីតាមីនខ្យល់ដែលខ្សោយបំផុតនៅក្នុងចំណោមអ្នកទាំង4ចំណែកឯ3ផ្សេងទៀតពួកគេសឹងតែមានថាពួកកំពូលអ្នកដែលគួរឲ្យខ្លាចជាងគេបំផុតនោះគឺឌូរ៉ូគេពិតជាមានអំណាចមិនស្រួលក្នុងការដោះស្រាយនោះទេបើយើងចាំជិតជាមួយនឹងពួកគេឥឡូវនេះប្រហែលជាមានតែសេចក្តីស្លាប់ប៉ុណ្ណោះដូច្នេះហើយលីលីលូប៉ានិងស៊ីឡាងយើងនឹងចាប់ផ្ដើមបង្ហាត់វិធីសាស្ត្រដ៏ខុសខើបំផុតសម្រាប់ពួកឯងហើយជោគជ័យឬក៏មិនជោគជ័យគឺអាស្រ័យទៅលើពួកឯងទាំង3នេះហើយកាត់មកពេលនេះវិញចាន់ស៊ីឡាងបានត្រឹមតែសញ្ជឹងគិតថាថ្ងៃណាមួយគាត់នឹងអាចត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញហើយនឹងមិនឲ្យម៉ាក់របស់គាត់ព្រួយបារម្ភទៀតនោះទេដោយសារតែឃើញក្មេងតូចលោតអញ្ញាខ្លាំងពេកចាន់ស៊ីឡាងក៏បានចាប់វាព្រមតែនិយាយថាឯងកំលុតខ្ពស់ខ្លាំងពេកប្រយ័ត្នជារយទៅវើយហើយគាត់ក៏ប្រឹងមើលទៅកាន់ឡាវែរបស់គាត់នាពេលបច្ចុប្បន្នគាត់ក៏ដឹងថាទោះបីជាគាត់បានសម្រាប់សត្វចំណាយច្រើនក៏ដោយប៉ុន្តែគាត់បានត្រឹមឡើងឡាវែ10កម្រិតប៉ុណ្ណោះហើយមានជំនាញអបយ័យរហូតដល់50ជំនាញដែលមានប្រយោជន៍សម្រាប់គាត់គឺមានតែការបំលែងឈាម90%ទៅជាថាពោនៃការបំផ្លាញនោះទេក៏ប៉ុន្តែបើសិនមកប្រើប្រាស់វាក្នុងរយៈពេលយូរក៏ប្រឈមមុខនឹងការស្លាប់ផងដែរយ៉ាងណាមិញគាត់ក៏បានទៅនៅដល់ជំនួយឈាមចំនួនប្រមាណ10ផងដែរដើម្បីជាជំនួយក្នុងការស្ដារឡើងវិញនៅថាពោឈាមបន្តមកទៀតក៏ចាប់ផ្ដើមអាប់ទៅកាន់ការការពារព្រមទាំងការបង្កើនឈាមបើកនៅជំនាញនៃការបំផ្លាញជាមួយនឹងជំនាញមួយនេះមនុស្សមិនមានច្រើននោះទេដែលអាចទប់ទល់ជាមួយការវិបហារបស់គាត់បានស្រាប់តែពេលនោះ system ក៏បង្ហាញសារថ្មីមួយឆិនស៊ីឡាងក៏ពិនិត្យមើលទៅដឹងថាវាគឺជាសាររបស់សៀវមីដែលមិនបង្អង់យល់ឆិនស៊ីឡាងក៏ចេញពិនិត្យទៅកាន់សារមួយនោះតែម្ដងទៅនៅក្នុងសារមួយនេះផងដែរសៀវមីពិតជានិយាយពីសម្ដីច្រើនខ្លាំងមែនតែប៉ុន្តែមាននឹងសង្ខេបយកតែចំណុចសំខាន់ប៉ុណ្ណោះទី1ម្ដាយរបស់គាត់គឺបានផ្លាស់ប្ដូរទីលំនៅបាត់ទៅហើយប៉ុន្តែមិនដឹងអំពីហេតុផលថាអ្វីបានជានាងផ្លាស់ប្ដូរនោះទេចំណុចសំខាន់ទី2នោះគឺចង់ឲ្យគាត់ផ្ញើសារទៅកាន់នាងវិញនឹងឯងឆិនស៊ីឡាងក៏ឆ្ងល់ឡើយថាហេតុអីបានជាម្ដាយរបស់គាត់ត្រូវផ្លាស់ប្ដូរទីលំនៅតើវាគឺជាអាតប៉ៃម្នាក់នោះទេដឹងក៏ព្រោះថាម្ដាយរបស់គាត់គឺតែងតែមានបញ្ហាជាមួយនឹងអាតប៉ៃម្នាក់នោះឯងខណៈពេលដែលគាត់កំពុងតែកិច្ចអញ្ជើញក្បាលនោះក្មេងតូចក៏បែរជានិយាយរំខានតែកាន់គាត់ធ្វើឲ្យគាត់ខឹងខ្លាំងមែនទែនដើម្បីដែលប៉ាងប៉ៃសម័យទៅកុំឲ្យរំខានមកកាន់យើងទឹកមុខរបស់ក្មេងតូចពិតជាកាំងខ្លាំងមែនទែនរួចហើយគេក៏បានស្រែកយំខ្លាំងយកតែម្ដងធ្វើឲ្យឈិនស៊ីឡាងពិបាកក្នុងការទប់ទល់ខ្លាំងមែនទែនពេលនោះផងដែរ system ក៏បង្ហាញថាដោយសារតែអ្នកធ្វើឲ្យអារម្មណ៍របស់ក្មេងតូចមានការសោកសៅដូច្នេះអ្នកត្រូវប្រន់ទាទោសភ្លាមបន្តមកការប្រន់ទាទោសក៏បានចាប់ផ្ដើមឈិនស៊ីឡាងក៏ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងមួយដែលពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនជាដំបូងឈិនស៊ីឡាងក៏បានលួងលោមទៅកាន់ក្មេងតូចឲ្យឈប់យំអញ្ចឹងទៅហើយគាត់ក៏ត្រៀមខ្លួនក្នុងការទប់ទល់នឹងសត្វចំណាយទាំងអស់នោះផងដែរកាន់មកផ្លាមួយនេះប្រូលូក៏និយាយទាំងព្យាបាលថាខ្ញុំពិតជាមនុស្សស្មានទេថាខ្ញុំបានជប់ទៅកាន់វរៈបរៈម្នាក់ក្នុងចំណោមវរៈបរៈទាំង12ហើយអ្នកថែមទាំងបានជួយសង្គ្រោះមកកាន់ខ្ញុំថែមទៀតផងហើយតើលោកពុទ្ធចាវូមករកខ្ញុំក្នុងគោលអំណងអ្វីដែរគាត់ក៏តបថាយើងគ្រាន់តែចង់ពឹងឯងរឿងមួយប៉ុណ្ណោះប្រូលូក៏ថាទោះបីជារឿងអ្វីក៏ដោយក៏ខ្ញុំមិនធ្វើវាអស់ពីសមត្ថភាពផងដែរពុទ្ធចាក៏ប្រាប់ទៅថាមិនមែនជារឿងធំអី
ដើម្បីនៅទេឬគ្រាន់តែចង់ឲ្យឯងនឹង follow ការលាក់បាំងនៅរឿងរ៉ាវដែលពួកឯងបានសម្លាប់ទៅកាន់សាច់បិសាចហើយឯងត្រូវតែរក្សាវាទុកជាការសម្ងាត់ព្រោះលោកក៏ថាសូមលោកតាកុំរះមកខ្ញុំនឹងធ្វើវាអស់ពីសមត្ថភាពខ្ញុំនឹងសន្យានឹងអ្នកថាសូម្បីតែបន្តិចក៏មិនឲ្យលេចធ្លាយដែរអស់ភារកិច្ចទៅហើយលោកតាវោក៏បានសុំចាក់ចេញបាត់ទៅព្រោះលោកក៏គិតថាសូម្បីតែវរៈបដដ៏អស្ចារ្យនៅក្នុងចំណោមវរៈបដទាំង12ក៏ត្រូវបានជុំនៅទីនេះដែរមើលទៅខ្ញុំមិនអាចចាក់ចេញពីទីនេះបាននោះទេស្រាប់តែពេលនោះលោកតាវោក៏ឈប់ព្រមតែនិយាយថាអូត្រឹមត្រូវហើយបើឯងចង់ចាក់ចេញអំពីទីកន្លែងមួយនេះអញអាចចូលរួមជាមួយនឹងក្រុមរបស់យើងបានទោះបីជាយ៉ាងណាក៏ដោយរលូក៏នៅតែងឿងឆ្ងល់ថាហេតុអ្វីបានជាលោកតាវូឲ្យគាត់លាក់រឿងមួយនេះជាអាចកំបាំងស្រាប់តែពេលនោះ Faloka ក៏បានដឹងខ្លួនផងដែរព្រមទាំងសួរថាតើឯងមិនអីទេមែនរលូក៏បានតបថាឯងមិនចាំបាច់ភ័យនោះទេពន្ធរបស់យើងពិតជាច្រើនខ្លាំងណាស់បាក់ឆ្អឹងប៉ុណ្ណឹងអីតបចាំតិចទៅវាជាប់ហើយតែយើងនៅតែឆ្ងល់នៅពេលសម្ដីដែលពុទ្ធចាវូពូលៃដែលជាវីរៈបុរសម្នាក់ក្នុងចំណោមវីរៈបុរសទាំង12និយាយមកកាន់យើង Faloka ក៏សួរថាហេតុអ្វីបានជាឯងស្គាល់តែកាន់គាត់គេក៏តបថាដោយសារតែយើងបានឃើញវាដោយផ្ទាល់ភ្នែកនឹងឯងFaloka ក៏បន្តថាវាដូចជាមិនអាចទៅរួចនោះទេក៏ព្រោះថាវូពូលៃក៏បានបាត់ខ្លួនភ្លាមៗបន្ទាប់ពីបានខ្លាយជាវីរៈបុរសម្នាក់ក្នុងចំណោមវីរៈបុរសទាំង12ព្រោះលោកក៏ប្រាប់ថាវីរៈបុរសទាំង12ពួកគេពិតជាមានថាមពលដ៏ខ្លាំងដែលអាចការពារទៅកាន់ពិភពលោកបានហើយវូពូលៃតែម្នាក់ឯងប៉ុណ្ណោះបានកម្ចាត់ទៅកាន់វីរៈបុរស2នាក់ក្នុងពេលតែមួយបន្ទាប់មកក៏ធ្វើអំណោយទៅកាន់វាលសមុទ្រខ្មៅហើយក៏បានសម្លាប់ទៅកាន់សាច់បិសាចត្រូលថែមទៀតផងចំណែកឈិនស៊ីឡាំងវិញកម្លាំងរបស់គាត់ពិតជាលើអំពីពួកយើងច្រើនខ្លាំងណាស់គាត់មកផ្លាមមួយនេះវិញលោកតាលោកក៏និយាយទៅកាន់រូបថត2ដែលបរិសម្នាក់មានឈ្មោះថាឡូស៊ឺនិងនារីម្នាក់មានឈ្មោះថាលូណាដែលពួកគេគឺជាឪពុកម្ដាយរបស់ឡូលីទោះបីជាវាបានកន្លងផុតអស់ជាច្រើនឆ្នាំក៏ដោយប៉ុន្តែរឿងរ៉ាវមួយនោះនៅតែដាក់ជាប់ក្នុងចិត្តរបស់គាត់គេក៏បានបង្ហាញរឿងរ៉ាវមួយនោះផងដែរនៅក្នុងសម័យភូមិដែលឪពុកម្ដាយរបស់ឡូលីកំពុងតែប្រយុទ្ធនោះក៏មានជនរអាក្បាលម្នាក់បានសម្លាប់ពួកគេទៅពីរនាក់ត្រឹមតែមួយក្បាច់ប៉ុណ្ណោះទោះបីជាវាកន្លងផុតរាប់សិបឆ្នាំក៏ដោយប៉ុន្តែពុទ្ធចារ្យលោកនៅតែមានការសោកស្ដាយនិងរងទុក្ខគាត់មិនអាចទទួលយកការពិតបាននោះទេហើយគាត់មិនចង់ឲ្យឡូលីរងទុក្ខជាមួយនឹងកូននោះទេនាងគួរតែរីករាយនឹងជីវិតរបស់នាងនៅក្នុងពេលបច្ចុប្បន្ននេះហើយអ្នកទាំងពីរមិនចាំបាច់បារម្ភនោះទេខ្ញុំបានដាក់ត្រាព្រះរន្ទះនៅលើខ្លួនរបស់នាងហើយបើសិនបើនាងបានជួបគ្រោះថ្នាក់ណាមួយធ្ងន់ធ្ងរខ្ញុំប្រកាសជានឹងបង្ហាញខ្លួនភ្លាមៗសូម្បីតែព្រះក៏មិនដឹកលែងផងដែរហើយខ្ញុំនឹងមិនបំពេញទៅលើការសន្យារបស់ខ្ញុំនោះទេការមកផ្លាមមួយនេះវិញឈិនស៊ីឡាំងពិតជាមានការនឿយហត់យ៉ាងខ្លាំងក៏ព្រោះថាតនការដែលបានដាក់មកលើកនេះពិតជាធ្ងន់ធ្ងរជាងមុនទៅទៀត System ក៏បង្ហាញថាតារាមណាកម្លាំងរបស់ក្មេងតូចកាន់តែកើនឡើងការដាក់ពិន័យរបស់អ្នកក៏នឹងកើនឡើង10%បន្តផងដែរបន្ទាប់ពីលើដូច្នេះឈិនស៊ីឡាំងក៏ព្យាបាលយកតែម្ដងរួចក៏ថាលោកខើតើឯងបានឃើញទេការដាក់តនការរបស់ឯងមកលើយើងវាពិតជាធ្ងន់ធ្ងរពេកហើយយើងមិនដឹងថានឹងយកអាវុធមួយណាក្នុងការកម្ចាត់ទៅកាន់សត្វបិសាចដ៏អាក្រក់ទាំងអស់នោះទេលោកខើក៏និយាយអ្វីមួយយ៉ាងតែឈិនស៊ីឡាំងមិនយល់នោះទេតែគាត់ពិតជាព្យាបាលព្រមទាំងនិយាយថាលោកខើឯងអាចមើលឃើញទៅកាន់ System បានបន្តមកសេរីនៃភាពមួយនេះគឺត្រូវបានគាត់ចាប់ត្រឹមហ្នឹងគឺមានតែរងចាំទស្សនានៅពេលបន្តទៀតជាមួយនេះឯងទេបើមានកំហុសខុសឆ្គងច្រើនចំណុចមួយណាអីសូមមេត្តាកាន់តែអភ័យទោសអត់មានផងណាបាទសម្រាប់អ្នកក្លាហានណាដែលចង់ឧបត្ថម្ភមកកាន់ admin អីគឺអាចឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបាទ admin មានតែពាក្យថាអរគុណនឹងជូនពរអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបានតណាបកណាប្រកបដោយសុខសុវត្ថិភាពពេលនេះពីសំណាក់ admin បាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ